ការសិក្សាជាច្រើនបានពន្យល់បំភ្លឺថាទទួលទានដំណេកខ្លីពេកផ្ដល់ផលអាក្រក់ខ្លាំងណាស់ដល់សុខភាពដូចជាបង្កើនគ្រោះកើតជំងឺទឹកនោមផ្អែមជំងឺសរសៃឈាមបេះដូងធាត់ជ្រុលចុកខ្លាញ់ប្រព័ន្ធការពារខ្លួនចុះខ្សោយការចងចាំនិងភាពប្រុងប្រយ័ត្នធ្លាក់ចុះកើតរោគព្រួយនិងកើតជំងឺធ្លាក់ទឹកចិត្តលាក់នឹងលាក់ដោយមិនភ្លេចឡើយគ្រោះថ្នាក់ចរាចរណ៍ដែលងាយនឹងកើតឡើងបាននាពេលដែលអ្នកបើកបរនឿយហត់អត់ងងុយឬគេកមិនឆ្អែតការសិក្សាដែលអ្នកស្រាវជ្រាវជនជាតិអង់គ្លេសទើបតែនឹងចេញផ្សាយជាសាធារណៈកាលពីសប្តាហ៍មុននៅក្នុងទស្សនាវដ្តី Proceedings of the National Academy of Sciences បានបង្ហាញជាលើកទី1ថាទទួលទានដំណេកតិចជាង6ម៉ោងក្នុងមួយយប់ប៉ះពាល់យ៉ាងខ្លាំងដល់ដំណើរការរបស់ហ្សែនដល់ទៅជាង700ហ្សែនឯណោះរយៈពេលដែលល្អបំផុតសម្រាប់មនុស្សម្នាក់គឺត្រូវការគេងជាមធ្យម7ម៉ោងក្នុងមួយយប់ការកាត់បន្ថយពេលគេងតែ1ឬក៏2ម៉ោងគឺគ្រប់គ្រាន់ល្មមនិងរំខានដល់ការងាររបស់ហ្សែនហើយលទ្ធផលនៃការអង្កេតនេះបានផ្ដល់ភស្តុតាងជាក់ស្ដែងពីការសិក្សាទៅលើក្រុមមនុស្សស្រីប្រុស14នាក់ស្ត្រី12នាក់មានអាយុជាមធ្យម27ឆ្នាំរយៈពេលតែ2សប្តាហ៍នៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវអាទិត្យទី1ក្រុមអ្នកស្ម័គ្រចិត្តទាំងអស់នោះអាចគេងដោយសេរីពលគឺប្រមាណជាមធ្យម8ម៉ោងកន្លះហើយនៅអាទិត្យទី2ពួកគេអាចសម្រាកបានត្រឹមតែ6ម៉ោងឬក៏ជាមធ្យម5ម៉ោងនិង42នាទីការសាកល្បងពិសោធន៍នេះបានបញ្ជាក់យ៉ាងច្បាស់ថាការទទួលទានដំណេកតិចជាង6ម៉ោងក្នុងមួយយប់គឺមិនគ្រប់គ្រាន់ក្នុងការប្រមូលកម្លាំងឡើងវិញទេហើយនៅពេលដែលយកឈាមមកពិនិត្យហ្សែនជាង700មានសកម្មភាពខ្លះកើនឡើងនិងខ្លះធ្លាក់ចុះជ្រុលសូមអញ្ជើញស្ដាប់ប្រសាសន៍របស់លោកសាស្ត្រាចារ្យវិជ្ជបណ្ឌិតដាមយ៉ាងលេហ្សេនាយកវិទ្យាស្ថានជាតិដំណេកនិងអបមាត្រធ្វើអត្ថាធិប្បាយអំពីផលវិបាកដែលបង្កឡើងដោយការគេងមិនគ្រប់គ្រាន់ទៅលើដំណើរការរបស់ហ្សែន En effet, c'est très important parce que ces ការសំខាន់ណាស់ព្រោះហ្សែនទាំងជាង700ភាគច្រើនមានតួនាទីជាអ្នករៀបចំចាត់ចែងដំណើរការបដូរប្រែទម្រង់អាហារក្នុងខ្លួនមនុស្សឲ្យបានទៀងទាត់កុំឲ្យមានជំងឺទឹកនោមផ្អែមក្រពេញធីរ៉ូអ៊ីតជំងឺធាត់ចុកខ្លាញ់ម្យ៉ាងទៀតហ្សែនទាំងនោះក៏ជាចំណែកមួយនៃដំណើរការរៀលរលាកដែលជាភ្នាក់ងារបង្កគ្រោះកើតជំងឺសរសៃឈាមបេះដូងដូច្នេះបើមានដំណេកមិនគ្រប់គ្រាន់មានន័យថាហ្សែនធ្វើការមិនត្រឹមត្រូវគ្រោះកើតជំងឺសរសៃឈាមបេះដូងក៏កើតឡើងដែរការសិក្សាថ្មីមួយទៀតក៏បានបង្ហាញផងដែរថាស្ត្រីបើគេងតិចនៅពេលយប់ដោយហេតុការងារជាដើមឡាក់ងាយនឹងរងគ្រោះកើតជំងឺមហារីកសូដុនគ្រោះថ្នាក់ប្រភេទនេះងាយកើតឡើងចំពោះស្ត្រីធ្វើការនៅពេលយប់ដូចជាគ្រូពេទ្យគិលានុបដ្ឋាយិកាអ្នកបម្រើតាមយន្តហោះលាក់នឹងលាក់តើជំងឺមហារីកសូដុនក៏ដូចជាជំងឺមហារីកមួយចំនួនផ្សេងទៀតពិតជាបណ្ដាលមកពីហ្សែននៅក្នុងខ្លួនយើងមានដំណើរការមិនត្រូវមែនដែរឬក៏យ៉ាងណាសូមអញ្ជើញស្ដាប់ប្រសាសន៍របស់លោកសាស្ត្រាចារ្យដាមៀងលេហ្សេ En effet, c'est très préoccupant, c'est chez la ជាការ femme ពិតនេះ maintenant ជាអ្វីដែលអ្នកជាស្ត្រីភេទកំពុងព្រួយបារម្ភនិងគិតគូរខ្លាំងការងារពេលយប់ឬការងារខុសម៉ោងខុសពេលមិនទៀងទាត់ដល់យប់ជ្រុលឬព្រលឹមជ្រុលអាចបង្កើនគ្រោះកើតជំងឺមហារីកសូដុនដល់ទៅ50%ហេតុដូច្នេះហើយបានជាអាជ្ញាធរជាតិនៅប្រទេសបារាំងបានចេញអនុសាសន៍ឲ្យមានការតាមដានយ៉ាងល្អិតល្អន់លើស្ត្រីដែលធ្វើការពេលយប់ឬខុសពេលជាដើមហើយនេះគឺប្រកាសណាស់ថាគ្រោះកើតជំងឺមហារីកមានទំនាក់ទំនងយ៉ាងជិតដិតជាមួយនឹងកង្វះពេលវេលាសម្រាន insuffisant de sommeil et le risque de cancer. ចំណែកឯវិទ្យាសាស្ត្រអាមេរិកវិញបានរកឃើញថាការគេងតិចបង្កើនគ្រោះជំងឺធាត់ចុកខ្លាញ់ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Colorado សហរដ្ឋអាមេរិកទើបតែនឹងចេញផ្សាយលទ្ធផលសិក្សារបស់ខ្លួនដែរហើយអនាគតអ្នកស្រាវជ្រាវក៏ទំនងជានឹងផ្ដោតការសិក្សាលើនិន្នាការបញ្ច្រាស់វិញថាតើមនុស្សអាចចុះស្គមទេនៅពេលគេងច្រើននៅខណៈនេះលោកសាស្ត្រាចារ្យដាមៀងលេហ្សេសូមបញ្យល់អំពីទំនាក់ទំនងនៃការគេងតិចនាំឲ្យមានជំងឺធាត់ចុកខ្លាញ់ដូចតទៅAh oui, c'est បាទនេះ intéressant parce ជា qu'on savait ចំណុ qu'il y ច avait un គួរ lien ឲ្យ entre ចាប់អារម្មណ៍ណាស់ព្រោះគេបានដឹងជាយូរមកហើយថាទម្ងន់មានទំនាក់ទំនងជាមួយនឹងដំណេកខ្លីប៉ុន្តែនៅក្នុងការសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យអាមេរិកនេះគេបានដឹងបន្ថែមទៀតថាអ្នកគេងតិចចង់ញ៉ាំឥតឈប់ឈរញ៉ាំច្រើនលើសពីតម្រូវការរបស់សរីរាង្គកាយឆ្ងាយណាស់
ហើយចំណីអាហារបរិភោគនោះទៀតសោតជាអាហារមានសារធាតុផ្អែមពួកគេមាននានាការឬចំណងងាកទៅរកតែផ្អែមឬគ្រឿងផ្អែមក៏ប៉ុន្តែគេនៅមិនបានដឹងនៅឡើយទេថាប្រសិនបើមនុស្សម្នាក់គេងបានមានដំណេកត្រឹមត្រូវអាចធ្លាក់ចុះស្គមនោះព្រោះពុំទាន់មានការសិក្សាអ្វីនៅឡើយទេ ជាទូទៅបើតាមការស្ទង់មតិនៅប្រទេសបារាំងកត្តាដែលនាំឲ្យរំខានខ្លាំងជាងគេដល់ដំណេកគឺសំឡេងបន្ទាប់មកគឺពន្លឺដែលគេនៅមិនទាន់ពន្យល់បានច្បាស់លាស់នៅឡើយទេឯកត្តាទី3វិញគឺជាកត្តាដែលពិបាកដោះស្រាយនោះគឺកត្តាអាកាសធាតុខាងក្រោមនេះគឺជាសេចក្តីណែនាំយ៉ាងសាមញ្ញដែលលោកសាស្ត្រាចារ្យដាមញៀងលេជេសូមជូនដល់ប្រិយមិត្តអ្នកស្ដាប់ដើម្បីអាចរក្សាដំណេកបានយូរគ្រប់គ្រាន់និងត្រឹមត្រូវ Alors moi je crois que chacun doit être acteur de cet environnement du sommeil. មនុស្សគ្រប់រូបត្រូវតែធ្វើខ្លួនជាអ្នករក្សាបរិស្ថានដំណេកព្រោះនរណាក៏ត្រូវការទទួលទានដំណេកដែរជៀសវាងការប្រើថ្នាំគេងដោយទម្លាប់អនុគ្រោះគ្នាប្រុងប្រយ័ត្នរក្សាបរិស្ថានរស់នៅក្នុងសង្គមក្នុងភូមិក្នុងអាគារក្នុងផ្ទះដោយកុំធ្វើលន់សំឡេងរំខានពេលយប់កាត់បន្ថយសកម្មភាពពេលយប់ទាំងនេះហើយជាការសម្រួលដល់ដំណេកអ្នកដទៃអ្នកនៅជុំវិញខ្លួននិងសម្រាប់ខ្លួនឯងផង មួយម៉ោងមុនចូលសម្រានត្រូវឈប់នៅមុខអេក្រង់ទូរទស្សន៍ក្តីឬមួយក៏អេក្រង់កុំព្យូទ័រក្តីឈប់ជ្រួលច្របល់បញ្ចេញសកម្មភាពដោយពេលថ្ងៃសូមចងចាំថាមនុស្សម្នាក់ត្រូវការសម្រាប់ពី7ទៅ7ម៉ោងកន្លះក្នុងរយៈពេល24ម៉ោង អរគុណលោកសាស្ត្រាចារ្យដាមញៀនលេជេដែលបានពន្យល់បំភ្លឺអំពីផលប៉ះពាល់នៃការទទួលទានដំណេកមិនគ្រប់គ្រាន់ចំពោះសុខភាពសូមអស់លោកអ្នកនាងបានសម្រានលក់សុខស្រួលគ្នាពេលអេរ៉េត្រីនេះដើម្បីប្រមូលកម្លាំងធ្វើការនៅថ្ងៃស្អែកទៀតនៅដល់យប់ជ្រៅម្ដងម្កាលវាគឺជារឿងធម្មតានៅក្នុងសង្គមនិងជីវភាពរស់នៅប្រចាំថ្ងៃក៏ប៉ុន្តែការសិក្សាបានសង្កត់ធ្ងន់ហើយសង្កត់ធ្ងន់ទៀតថាគេងតែជាង6ម៉ោង7យប់ជាប់គ្នានោះសរីរាង្គកាយយើងលែងសូវធន់នឹងការងងុយគេងទៀតហើយ